បាទសូមជម្រាបសួរសួស្តីបាទពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមតាមដាននៅតម្រុយ Channel យួនប្រចាំថ្ងៃបាទបងប្អូនយើងចាំបាទថ្ងៃទី7 ខែ 6ហ្នឹងគឺ admin មាននៅតម្រុយ Channel បាទមកចែកជូនបងប្អូនទាំងអស់គ្នាផ្សងសំណាងបាទនៅម៉ោង4ម៉ោង6ណាចឹងមុននឹងចូលទៅកាន់តម្រុយបងប្អូនយើង admin សូមសំណូមពរពុកម៉ែបងប្អូននំពុំមីងទាំងអស់គ្នាបាទតែកំពុងតែមើលតម្រុយ admin ហើយអត់ទាន់បានចុចជាវណាបងប្អូនយើងបាទចាំបងប្អូនយើងទាំងអស់គ្នាកុំភ្លេចជួយចុចជាវជូន admin ម្នាក់មួយផងបាទដើម្បីបង្កើនភាពងាយស្រួលក្នុងការមើលតម្រុយ admin ជាប្រចាំថ្ងៃណាបាទងាយស្រួលត្រង់ណាគឺដោយគ្រាន់តែបងប្អូនយើងចុចជាវហើយចុចមេដៃដាក់សញ្ញាកណ្ដឹងទៅរាល់ពេល admin ផុសវីដេអូតម្រុយពេលណាគឺ load ទៅលើទូរស័ព្ទដៃរបស់បងប្អូនយើងភ្លាមតែម្ដងបាទបងប្អូនយើងអត់ចំណាយពេលច្រើនក្នុងការរកតម្រុយ admin ណាព្រោះអីបងប្អូនយើងមិនសិនមិញ admin អត់បានធ្វើតម្រុយមួយថ្ងៃគឺមានបងប្អូនយើងគាត់សួររកច្រើនដែរបងប្អូននៅក្នុងការ live ណាហើយមិនសិនមិញក៏សូមអធិស្ឋានផងបងប្អូនយើងបាទថ្ងៃទី6ហ្នឹងអត់បានធ្វើតម្រុយមែនហ្នឹងហើយអញ្ចឹងក៏សូមអធិស្ឋានបងប្អូនយើងខ្លាំងមែនតើតែចឹងថ្ងៃទី7ហ្នឹង admin រៀបចំតម្រុយចែកជូនបងប្អូនយើងហើយណាឥឡូវមកតាមដាននៅតម្រុយ admin ទាំងអស់គ្នាសម្រាប់ថ្ងៃទី7បាទ admin សូមបង្ហាញនៅពីលេខមុនបាទលេខតូចណាបាទសម្រាប់លេខតូចបងប្អូនយើងថ្ងៃទី7ហ្នឹងគឺ admin មានបាទ84 89 05ហើយនិង02បាទហើយមានឲ្យ82គ្រាប់និង02គ្រាប់បាទចឹង4គ្រាប់ហ្នឹងបងប្អូនយើងស្រឡាញ់មួយណាបងប្អូនយើងអាចយកទៅចាក់បានបាទមក4មក6ហ្នឹងណាហើយសម្រាប់លេខហ្នឹងបងប្អូនយើងមិនបាច់គុណត្រឡប់ឡើងចុះអីទេបងប្អូនយើងគឺបុកត្រង់ទៅបាទថ្ងៃទី7ហ្នឹងណាហើយសម្រាប់3លេខបាទ3លេខគឺមាន2គ្រាប់ហ្នឹងហើយចាំបន្តិចបងប្អូនយើង3លេខគឺមាន502ហើយនិង829បាទលេខនឹងគុណណាបាទ502គុណនិង829គុណចាំបងប្អូនយើងមើលទៅបាទពីរលេខហ្នឹងពេញចិត្តអត់បងប្អូនយើងបើសិនជាពេញចិត្តអីអាចយកទៅផ្សងសំណាងបានឥឡូវយើងចូលមកកាន់ខ្ទង់អូសបងប្អូនយើងបាទខ្ទង់អូសគឺមានតែខ្ទង់ទេគឺខ្ទង់8ថ្ងៃហ្នឹងណាថ្ងៃទី7នៅម៉ោង4ម៉ោង6ហ្នឹងអញ្ចឹងបងប្អូនយើងទាំងអស់គ្នាសម្រាប់តម្រុយថ្ងៃទី7ហ្នឹងគឺអត់មានបានបង្ហាញបងប្អូនយើងហើយអស់ហើយបាទពីរលេខគឺមាន84 89 05និង02បីលេខមាន502គុណនិង829គុណបាទចំណែកខ្ទង់អូសវិញគឺមានខ្ទង់8បងប្អូនយើងស្រឡាញ់ខ្ទង់អូស8ដូចអត់មានបងប្អូនយើងអាចយកទៅផ្សងសំណាងបានហើយបាទម៉ោង4ម៉ោង6ហ្នឹងពីច្រើនតម្រុយមានតែម៉ោង4អត់មកម៉ោង6ដឹងតែមកហើយបាទបងប្អូនយើងដែលតាមដានរាល់ថ្ងៃគឺដឹងហើយចឹង admin មានតែប៉ុណ្្នឹងទេបងប្អូនយើងដោយសារអាហ្នឹងគឺរៀងលឿនបន្តិចយើងអត់មានលេខព្រៀមទាត់កាលពីម្សិលមិញអីចឹងណាដោយសារម្សិលមិញអត់បានធ្វើតម្រុយដែរហ្នឹងហើយចឹងជាចុងក្រោយបាទក៏សូមជូនពរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាបាទដែលបានយកតម្រុយទៅផ្សងសំណាងណាបាទជូនពរហេងត្រូវសំណាងល្អទាំងអស់គ្នាណាបងប្អូនយើងហើយកុំភ្លេចជួយចុចមេដៃនិងចុចជាវជូន admin ផងបងប្អូនយើងណាបាទអញ្ចឹងក៏សូមជម្រាបលាតែប៉ុណ្ណឹងបងប្អូនយើងចាំជួបគ្នានៅក្នុងការ live ទាំងអស់គ្នាអត់មើលលទ្ធផលជាមួយនឹងតម្រុយ admin បាទបាយបាយជម្រាបលា